សម្ដេចធិបតីក៏សរសើរស្មារតីចូលរួមយ៉ាងផុសផុលក្នុងក្បួនព្យុហាយាត្រាដែលដើម្បីសន្តិភាពជាទឹកចិត្តធំធេងសម្រាប់រដ្ឋាភិបាលសម្ដេចធិបតីហ៊ុនម៉ាណែតសូមកោតសរសើរចំពោះស្មារតីចូលរួមយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍ព្យុហាយាត្រាដែលដើម្បីសន្តិភាពដែលនេះជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាលើបណ្ដាញសង្គមផ្លូវការសម្ដេចធិបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី18ខែធ្នូបានបង្ហោះយ៉ាងដូចនេះថាកម្ពុជាត្រូវការសន្តិភាព Cambodia need peace មហាគ្រួសារកម្ពុជាមហានៃសាមគ្គីស្មារតីតែមួយសម្លេងតែមួយបានស្រែកឡើងដូចគ្នាគឺកម្ពុជាត្រូវការសន្តិភាពផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធនិងចេតនាដ៏ស្មោះស្ម័គ្របំផុតបើតាមបណ្ដាញសង្គមសម្ដេចធិបតីមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការនយោបាយនិងសាសនាបានមកជួបជុំក្រុមស្មារតីតែមួយដើម្បីធ្វើព្យុហាយាត្រាដែលដើម្បីសន្តិភាពរបស់មហាគ្រួសារខ្មែរបានចាប់ផ្ដើមចេញពីដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យក្នុងបរិយាកាសពោរពេញដោយក្តីសង្ឃឹមក្តីជឿជាក់និងស្មារតីសាមគ្គីភាពជាតិបណ្ដាញសង្គមសម្ដេចធិបតីក៏បានគូបញ្ជាក់ថាសម្លេងរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាសម្លេងដែលមានតម្លៃសន្តិភាពនិងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់តាមរយៈការផ្ញើសន្តិភាពចេញពីបេះដូងប្រជាពលរដ្ឋខ្មែរតែកាន់សង្គមជាតិនិងសហគមន៍អន្តរជាតិកម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញវិនិស្សកម្មនិងការបាត់បង់អាយុជីវិតមួយណាឡើយទោះក្នុងកាលៈទេសៈឬបរិបទណាក៏ដោយជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលដែលជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាសូមអរគុណដល់សហភាពនិងសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដើម្បីផ្ដល់ឱកាសឲ្យមហាជនខ្មែរចូលរួមនិងសម្ដែងមតិក្នុងការចង់បានសន្តិភាព